ជំងឺស្វាយក្រោយព្យាបាលតើជាដាច់ឬក៏មិនទាន់ជាបើពិនិត្យឈាមទៅឃើញវិជ្ជមានរហូតអញ្ចឹងធ្វើដូចម្ដេចទើបដឹងច្បាស់ថាបានជាដាច់ពីជំងឺនេះហើយខ្ញុំបាទវិជ្ជបណ្ឌិតប្រាណរមសូមជម្រាបសួរបងប្អូនទាំងអស់គ្នាខ្ញុំនឹងបង្ហាញជូនទាក់ទងនឹងសេចក្តីផ្ដើមការតាមដានក្រោយការព្យាបាលការបកស្រាយលទ្ធផលនិយមន័យនៃការព្យាបាលបរាជ័យតើមានកត្តាអ្វីខ្លះដែលធ្វើឲ្យការព្យាបាលនឹងបរាជ័យដែលមិនអាចសម្រេចបានការធ្លាក់ចុះ4ដងនៃ RPR ឬក៏ VDL titer ហើយបើក្នុងករណីបរាជ័យឬក៏មានការបង្ករោគឡើងវិញតើយើងត្រូវធ្វើដូចម្តេចជំងឺស្វាយគេហៅវាថា the great mimicker ពីព្រោះរោគសញ្ញារបស់វាស្រដៀងឬក៏ដូចទៅនឹងជំងឺដទៃជាច្រើនទៀតការព្យាបាលជំងឺនេះគឺវាមិនទាន់គ្រប់គ្រាន់ទេត្រូវធ្វើការតាមដានក្រោយព្យាបាលដោយការធ្វើតេស្តឈាមនិងតាមដានរោគសញ្ញានៃជំងឺស្វាយដើម្បីបញ្ជាក់ថាការព្យាបាលរបស់យើងបានជោគជ័យបានជាដាច់ពីជំងឺស្វាយហើយនឹងឲ្យច្បាស់ថាមិនមានការបង្ករោគសាជាថ្មីនោះទេប្រូតូកូលនៃការតាមដានក្រោយការព្យាបាលហ្នឹងគឺវាអាស្រ័យទៅលើដំណាក់កាលនៃជំងឺស្វាយ early ឬក៏ late ជំងឺស្វាយទើបតែឆ្លងថ្មីឬក៏ជំងឺស្វាយដែលឆ្លងយូរមកហើយនឹងថាអ្នកជំងឺមានការបង្ករោគរួមគ្នាជាមួយមេរោគ HIV ឬក៏អត់ឬក៏ជំងឺស្វាយកើតឡើងចំពោះអ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយដទៃទៀត Standard follow up for early syphilisការតាមដានក្រោយព្យាបាលសម្រាប់ early syphilis អ្នកជំងឺស្វាយទើបកើតថ្មី early syphilis ហ្នឹងគឺអ្នកជំងឺស្វាយនៅក្នុងដំណាក់កាលដំបូង primary syphilis ដំណាក់កាលទី2 secondary syphilis និងដំណាក់កាលសម្ងំរយៈពេលថ្មីសម្ងំថ្មី early latent syphilis ដែលមានរយៈពេលតិចជា1ឆ្នាំក្រោយពីការបង្ករោគគោលដៅនៃការតាមដានហ្នឹងគឺចង់បានយ៉ាងហោចណាស់ថយចុះ4ដងនៃ RPR ឬក៏ VDL titer ហើយមិនមែនព្យាបាលចប់ត្រូវធ្វើតេស្តតាមដានភ្លាមទេត្រូវរងចាំ6ខែបើ6ខែអត់ចុះដល់4ដងត្រូវធ្វើ12ខែម្ដងទៀតហើយការថយចុះ titer ហ្នឹងគឺវាចុះលឿននៅឆ្នាំដំបូងក្រោយពីការព្យាបាលហ្នឹងថយចុះ4ដងហ្នឹងមានន័យថាយើងប្រៀបធៀបទៅនឹង titer មុនព្យាបាលដូច្នេះមុនព្យាបាលជំងឺស្វាយត្រូវមើល titer ផងដើម្បីយកមកប្រៀបធៀបក្រោយព្យាបាលទើបដឹងថាការព្យាបាលយើងជោគជ័យឬក៏បរាជ័យឧទាហរណ៍មុនព្យាបាល titer ហ្នឹង1/32ហើយក្រោយព្យាបាលចុះមក1/8 dilution ណាគឺចុះភាគបែងពី32មក8ហ្នឹងគេហៅចុះបាន4ដងហើយចឹងគោលដៅនៃការព្យាបាលយើងគឺយ៉ាងហោចចុះបាន4ដងប្រៀបធៀបទៅនឹង titer មុនព្យាបាលនេះមានន័យថាការព្យាបាលយើងបានជោគជ័យហើយអ្នកជំងឺខ្លះ early syphilis មែនប៉ុន្តែ12ខែក្រោយហើយក៏អត់ទាន់បានចុះដល់4ដងទេគឺតម្រូវឲ្យយើងធ្វើ RPR ឬក៏ VDL titer ហ្នឹងនៅ24ខែម្ដងទៀត24ខែក្រោយព្យាបាលម្ដងទៀតយកទៅប្រៀបធៀបនឹងមុនព្យាបាលហើយបើវាមិនចុះបាន4ដងទេឬក៏វានៅត្រឹងឬក៏វាឡើងមកវិញអានឹងយើងនឹងពិភាក្សានៅ slide ក្រោយៗមកទៀតតើវាមានមូលហេតុអីដែលវាមិនចុះចឹង Standard follow up for late syphilis ការតាមដានក្រោយព្យាបាលសម្រាប់ស្វាយដែលមានការបង្ករោគយូរមកហើយ late syphilis ហ្នឹងគឺជំងឺស្វាយនៅដំណាក់កាល late latent syphilis គឺការបង្ករោគលើសពី1ឆ្នាំស្វាយ unknown duration ជំងឺស្វាយដែលអត់ដឹងអំពីរយៈពេលនៃការបង្ករោគពួកអត់រោគសញ្ញាធ្វើតេស្តទៅឃើញមានស្វាយអានឹងគេចាត់ទុកថា late syphilis ដែរហើយមួយទៀតគឺ tertiary syphilis ជំងឺស្វាយដំណាក់កាលចុងក្រោយគោលដៅនៃការតាមដានហ្នឹងគឺចង់បានការថយចុះយ៉ាងហោច4ដងនៃ RPR ឬក៏ VDL titer នៅខែទី6ឬខែ12ឬខែ24ខែទី24បន្ទាប់ពីការព្យាបាលចប់អញ្ចឹងមកខែទី6វានៅតែអត់ធ្លាក់បាន4ដងយើងរងចាំ12ខែក្រោយ12ខែក្រោយអត់ធ្លាក់ដល់4ដងទៀតយើងធ្វើតេស្តបញ្ជាក់ម្ដងទៀតគឺនៅ24ខែក្រោយព្យាបាល
ស្វាយ Led Sevely ស្វាយដែលមានការបង្ករោគយូរហើយហ្នឹងគឺ Title ហ្នឹងធ្លាក់ចុះនឹងយឺតមែនតើ much more slowly ហើយកម្រមានទៅ negative ណាស់ RPR ឬក៏ VDL ហ្នឹងគឺនៅ positive ប៉ុន្តែ Title ទាបអាច1 លើ 1 1 លើ 2 ឬក៏1 លើ 4 ទោះបីជាការព្យាបាលយើងនឹងបានជោគជ័យហើយក៏ដោយឲ្យតែបានចុះបាន4ដងទោះជានៅវិជ្ជមាន Title ទាបហ្នឹងក៏ដោយក៏គេចាត់ទុកថាការព្យាបាលបានជោគជ័យដែរហើយនៅវិជ្ជមានហ្នឹងភាសាពេទ្យគេហៅថា zero fast ការតាមដានក្រោយព្យាបាលសម្រាប់ Neurosiphilis គឺការបង្ករោគមេរោគស្វាយនៅលើប្រព័ន្ធប្រសាទកណ្ដាលមានខួរក្បាលខួរឆ្អឹងខ្នងនិងស្រោមខួរហើយ Neurosiphilis ហ្នឹងគឺអាចកើតមានឡើងនៅគ្រប់ដំណាក់កាលនៃជំងឺស្វាយគោលដៅនៃការតាមដានរបស់យើងហ្នឹងគឺចង់ឲ្យវាវិវត្តមករកភាពធម្មតានៃចំនួនកោសិកាឈាមសនៅក្នុងទឹកខួរឆ្អឹងខ្នងហើយវាជាសញ្ញាដំបូងបង្អស់នៃការឆ្លើយតបនៃការព្យាបាលហើយនឹងការវិវត្តទៅរកភាពអវិជ្ជមាននៃ VDRL ដែលពិនិត្យនៅក្នុងទឹកខួរឆ្អឹងខ្នងនេះជាគោលដៅនៃការតាមដានក្រោយការព្យាបាល Neurosiphilis ជំងឺស្វាយដែលកើតនៅលើប្រព័ន្ធប្រសាទកណ្ដាលហើយយើងត្រូវធ្វើបូមទឹកខួរឆ្អឹងខ្នងយកទៅពិនិត្យដើម្បីរៀងរាល់6ខែរហូតដល់លទ្ធផលហ្នឹងគឺវាមកភាពធម្មតា Repeat CRS examination every 6 months until the result normalize បានន័យថាយើងត្រូវតាមដានដោយការបូមយកទឹកខួរឆ្អឹងខ្នងហ្នឹងយកទៅពិនិត្យនៅមន្ទីរពិសោធន៍រហូតដល់គ្រាប់ឈាមកោសិកាឈាមសហ្នឹងមកធម្មតាហើយនឹង VDRL នៅក្នុងទឹកខួរឆ្អឹងខ្នងហ្នឹងគឺមកអវិជ្ជមានការរំពឹងទុករបស់គ្រូពេទ្យក្រោយពីការព្យាបាល Neurosiphilis ឬក៏ជំងឺស្វាយដែលមានការបង្ករោគនៅលើប្រព័ន្ធប្រសាទហ្នឹងគឺក្នុងកំឡុង12ខែក្រោយការព្យាបាលហ្នឹងគឺកោសិកាឈាមសនៅក្នុងទឹកខួរឆ្អឹងខ្នងហ្នឹងគឺវិវត្តមករកភាពធម្មតាវិញហើយនេះគឺជាសុចនាករមួយដែលសំខាន់បំផុតសម្រាប់បញ្ជាក់អំពីការជោគជ័យនៃការព្យាបាលព្រមទាំង CRS VDRL ការពិនិត្យ VDRL នៅក្នុងទឹកខួរឆ្អឹងខ្នងហ្នឹងគឺប្រែមកអវិជ្ជមាន non reactive ចំពោះប្រូតេអ៊ីននៅក្នុងទឹកខួរឆ្អឹងខ្នងអាចត្រូវការរយៈពេលយូរទម្រាំបានមករកភាពធម្មតាវិញក្រោយព្យាបាលជាដាច់មិនទាន់ជាឬក៏មានការបង្ករោគជាថ្មីឡើងវិញគ្រូពេទ្យធ្វើ non treponema test titer RPR ឬក៏ VDRL titer ហើយយកលេខនេះទៅប្រៀបធៀបលេខមុនការព្យាបាលតើវាថយចុះវានៅដដែលឬវាកើនឡើងដូច្នេះហើយអ្នកជំងឺស្វាយមុនព្យាបាលត្រូវមានលេខមុនព្យាបាលផងគឺត្រូវធ្វើតេស្ត RPR ឬក៏ VDRL titer ដើម្បីគ្រូពេទ្យយកមកប្រៀបធៀបលេខក្រោយការព្យាបាលចំណែកឯតេស្ត treponema test TPHA ឬក៏ TPPA usually remain positive for life ជាទូទៅគឺវានៅវិជ្ជមានអស់មួយជីវិតដែលអ្នកជំងឺស្វាយព្យាបាលហើយគាត់តេស្តទៅនៅវិជ្ជមានហ្នឹងគឺ TPHA TPPA នេះឯងហើយតេស្តនេះគេមិនយកមកប្រើប្រាស់ដើម្បីតាមដាននៃការឆ្លើយតបការព្យាបាលនោះទេការព្យាបាលបានជោគជ័យគឺវាមានការថយចុះ4ដងឬលើសពី4ដងនៃ titer RPR ឬក៏ VDRL នឹងប្រៀបធៀបមុនការព្យាបាលហើយមិនមែនព្យាបាលចប់យើងតេស្តបញ្ជាក់ភ្លាមនោះទេត្រូវរងចាំយ៉ាងហោច6ខែក្រោយឧទាហរណ៍មុនព្យាបាលមាន RPR titer 1 លើ 64ហើយក្រោយព្យាបាលចូលមក1 លើ 16បានន័យថាវាចុះបាន4ដងហើយពី64មក16ឬក៏អ្នកខ្លះចុះដល់1 លើ 8ចុះដល់6ដងអញ្ចឹងការព្យាបាលយើងហ្នឹងគឺគេចាត់ទុកថាការព្យាបាលជោគជ័យហើយបានជាពីជំងឺស្វាយហើយការព្យាបាលប្រាជ័យឬក៏ឆ្លងមេរោគស្វាយមកទៀតប្រាជ័យក្នុងការធ្លាក់ចុះដល់4ដងនៃ RPR ឬក៏ VDRL titer កំឡុងពេល12ឬក៏24ខែក្រោយការព្យាបាលចប់អាស្រ័យទៅលើដំណាក់កាល
ในជំងឺស្វាយនេះយើងអាចសង្ស័យបរាជ័យឬក៏ការឆ្លងមកទៀត Zero recurrent បើន័យថាវាមិនធ្លាក់4ដងទេផ្ទុយទៅវិញវាកើន4ដងវិញឧទាហរណ៍មុនព្យាបាល1/8ក្រោយព្យាបាលឡើង1/32ហើយនេះគឺច្បាស់ណាស់គឺការព្យាបាលយើងបរាជ័យឬក៏អ្នកជំងឺយើងគាត់បានឆ្លងមេរោគស្វាយមកទៀតហើយហេតុអីបានវាមិនព្រមចុះហេតុអីបានវាកើនឡើង4ដងវិញវាមានកត្តាជាច្រើនទី1គឺកត្តានៃការព្យាបាល treatment related factor ទី2អាចបណ្ដាលមកពី health related factor កត្តាអ្នកជំងឺទី3អាចមកពី disease related factor បណ្ដាលមកពីជំងឺស្វាយទី4អាចបណ្ដាលមកពី serological and testing factor កត្តាដែលទាក់ទងនឹងការធ្វើតេស្តហើយទី5 other biological factor កត្តាជីវសាស្ត្រផ្សេងទៀតអញ្ចឹងគ្រូពេទ្យមានតួនាទីរុករកកត្តាទាំង5ហ្នឹងដើម្បីដឹងថាតើវាមិនចុះ4ដងឬក៏វាឡើង4ដងហ្នឹងមកពីកត្តាមួយណាមកពីហេតុផលមួយណាដើម្បីធ្វើការសម្រេចចិត្តក្នុងការព្យាបាលអ្នកជំងឺយើងតាទី1ដែលធ្វើឲ្យការព្យាបាលបរាជ័យហ្នឹងហើយយើងជួបញឹកញាប់ហ្នឹងគឺពាក់ព័ន្ធទៅនឹងការព្យាបាលរបស់គ្រូពេទ្យយើងតែម្ដង wrong stage wrong dose wrong antibiotic non adherent យើងផ្ដល់រូបមន្តព្យាបាលហ្នឹងគឺខុសដំណាក់កាលនៃជំងឺស្វាយជំងឺស្វាយវាមានច្រើនដំណាក់កាលមានដំណាក់កាលទី1ទី2សម្ងំហើយនៅដំណាក់កាលចុងក្រោយបើយើងប្រើរូបមន្តព្យាបាលដំណាក់កាលដំបូងយកទៅព្យាបាលដំណាក់កាលចុងក្រោយគឺវាអត់ជាទេពីព្រោះរូបមន្តព្យាបាលគឺខុសគ្នាជួនកាល wrong antibiotic យើងព្យាបាលអត់គោរពទៅតាមគោលការណ៍ណែនាំរបស់មជ្ឈិមដូចជាប្រយុទ្ធនឹងជំងឺអេដសើស្បែកនិងកាមរោគគេប្រើអង់ទីយ៉ូទិកនេះយើងទៅប្រើអង់ទីយ៉ូទិកនោះដែលអត់មាននៅក្នុងគោលការណ៍ណែនាំអញ្ចឹងវាអត់មានអីជាទេចុងក្រោយគឺតកតននឹងការព្យាបាលដែរគឺ non adherent គឺដូចថាយើងត្រូវចាក់3ម្ជុលប៉ុន្តែអ្នកជំងឺចាក់បាន1ម្ជុលគាត់ឈប់មកចាក់ឬក៏យើងព្យាបាលដែលលេប28ថ្ងៃគាត់លេបបានមួយអាទិត្យក៏រៀងស្រួលខ្លួនបន្តិចគាត់បោះថ្នាំចោលអញ្ចឹងនេះជាមូលហេតុដែលបរាជ័យនៃការព្យាបាលតកតននឹងការប្រើប្រាស់ថ្នាំដែលជាកត្តាចម្បងដែលជួបញឹកញាប់ទី2គឺបរាជ័យដែរតកតននឹងអ្នកជំងឺខ្លួនឯងនឹងតែម្ដង health related ឬក៏ patient related factor គឺមានការបង្ករោគឡើងមកវិញអញ្ចឹងនេះជាជួបញឹកញាប់ដែរគាត់ព្យាបាលជាហើយអាស្វាយគាត់ហ្នឹងហើយគាត់ទៅប្រហែសមានប្រហោងស្វាយចូលមកទៀតជួនកាលយើងព្យាបាលដៃគូអត់អស់ព្រោះដៃគូខ្លះគេលាក់គ្នាយើងតាមរកមិនបានបើយើងគេលាក់អញ្ចឹងយើងអត់បានព្យាបាលដៃគូដែលគេលាក់ហើយគាត់ចេះតែបន្តរស់នៅមួយគ្នាទៀតអាស្វាយហ្នឹងឆ្លងទៅឆ្លងមកឆ្លងទៅឆ្លងមកជួនកាលគាត់មានដៃគូថ្មីហើយគាត់ទុកចិត្តដៃគូថ្មីព្រោះស្បែកគេស្អាតខ្ចីញញស្មានតែអត់ស្វាយបានដៃគូថ្មីមកឆ្លងស្វាយមកទៀតអាហ្នឹងគេហៅ reinfection អញ្ចឹងអាមុននោះវាជាហើយអា titer ឡើងនេះគឺវាដោយសារការបង្ករោគស្វាយថ្មីមកទៀតអាចពាក់ព័ន្ធនឹងការបង្ករោគរួមគ្នាជាមួយមេរោគអេដអញ្ចឹងស្វាយហើយអេដហ្នឹងវាផ្លូវកាមរោគតែមួយអញ្ចឹងហើយចំពោះអ្នកអេដហ្នឹងគឺការឆ្លើយតបនៃការព្យាបាលការថយចុះ titer ហ្នឹងក៏វាយឺតជាងអ្នកអត់ទុកមេរោគអេដដែរហើយអ្នកដែលកើតស្វាយហើយមានទុកមេរោគអេដទៀតការវិវត្តនៃជំងឺហ្នឹងគឺលឿនជាពិសេសវាពាក់ព័ន្ធទៅនឹងជំងឺនៅប្រព័ន្ធប្រសាទហើយជំងឺនៅប្រព័ន្ធប្រសាទយើងព្យាបាលរូបមន្តផ្សេងទៀតអញ្ចឹងវាខុសពីរូបមន្តអ្នកជំងឺដែលអត់មានការបង្ករោគនៅប្រព័ន្ធប្រសាទចឹងការព្យាបាលយើងអាចបរាជ័យដែរដោយសារមេរោគនេះចូលទៅដល់ខួរក្បាលហើយមួយទៀតគឺអាចតាក់ទងនឹង immunological status នេះបង្កម្រជួរប៉ុន្តែអាចមានដែរដោយសារអ្នកជំងឺខ្លះគាត់មានប្រព័ន្ធភាពស៊ាំខ្សោយអញ្ចឹងគឺការឆ្លើយតបទៅនឹងអង្គបដិបកប្រាណហ្នឹងគឺវារៀងយឺតយ៉ាវដែរហើយធ្វើឲ្យមាន titer ហ្នឹងទៀបដែរសម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំខ្សោយអញ្ចឹងហើយកាលណា titer ទៀបអញ្ចឹងដូចថា1/4អីឲ្យគ្នាចុះមក4ដងអីរៀងពិបាកដែរ
មួយទៀតតើតើនឹង Jerry's reaction ហ្នឹងគឺដោយសារ side effect ដោយសារការប្រតិកម្មនៃជំងឺបន្ទាប់ពីការព្យាបាលហ្នឹងវាអាចធ្វើឲ្យអ្នកជំងឺហ្នឹងមានក្តៅខ្លួនអស់កម្លាំងអីហ្នឹងដែលគ្រូពេទ្យខ្លះគាត់ស្មានថាមានប្រតិកម្មជាមួយថ្នាំស្វាយហ្នឹងគាត់អាចបញ្ឈប់ការព្យាបាលឬក៏ដូរការព្យាបាលធ្វើឲ្យប៉ះពាល់ដល់ប្រសិទ្ធភាពក្នុងការព្យាបាលដែរបើមាន Cherry reaction ហ្នឹងហើយទី3ហ្នឹងគឺកត្តានៃបរាជ័យអាចសង្ស័យបរាជ័យហ្នឹងគឺវាទាក់ទងនឹងជំងឺស្វាយដំណាក់កាលនៃជំងឺស្វាយនិងការព្យាបាលហ្នឹងយើងព្យាបាលនៅដំណាក់កាលណាបើយើងព្យាបាលគាត់នឹងនៅដំណាក់កាល late syphilis ហើយកាលណា late syphilis ហ្នឹងគឺ titer ហ្នឹងគឺវាចុះយឺតមែនទែនម៉ាច់មក slowly ចំពោះអ្នកជំងឺដែលមានការព្យាបាលស្វាយនៅក្នុងដំណាក់កាលចុងក្រោយឬក៏ដំណាក់កាលការបង្ករោគយូរហើយការថយចុះហ្នឹងជួនកាលយើងតាមដានរហូតដល់24ខែក្រោយព្យាបាលឬក៏លើសពីនឹងទៅទៀតដើម្បីតាមដានមើលការព្យាបាលហ្នឹងហើយបើគាត់មកព្យាបាលដំណាក់កាលហ្នឹងគឺមានការថយចុះយឺតជួនកាលអ្នកជំងឺដែលមានដំណាក់កាលចុងក្រោយហ្នឹងថៃធើមុនព្យាបាលក៏វាទាបដែរជួនកាល1លើ4អីហ្នឹងហើយចុះមក4ដងទៀតហ្នឹងគឺត្រូវការពេលយូរមែនទែនមួយទៀតគឺតើតើនឹង previous infection គាត់មានជំងឺស្វាយពីមុនហើយឆ្លងថ្មីមកទៀតចឹងអាស្វាយមុនហ្នឹងអត់ទាន់ព្យាបាលអាស្វាយមុនហ្នឹងវាចូលដល់ដំណាក់កាលចុងក្រោយឬក៏ដំណាក់កាលយូរអីហ្នឹងហើយវាប៉ះពាល់ដល់ titer ហ្នឹងដែរប៉ះពាល់ដល់ការព្យាបាលអាស្វាយទៅមកឆ្លងហ្នឹងដែរជួនកាលគ្រូពេទ្យគាត់មើលទៅឃើញស្វាយដំណាក់កាលទី1ប៉ុន្តែអាស្វាយគាត់ហ្នឹងគឺកើតពីលើស្វាយដំណាក់កាលយូរពីមុនហើយចឹងស្វាយថ្មីជន់លើស្វាយចាស់ចឹងការព្យាបាលយើងជួនកាលយើងប្រើរូបមន្តខាងគាត់ទៅដំណាក់កាលដំបូងប្រើរូបមន្តសម្រាប់ព្យាបាលដំណាក់កាលដំបូងប៉ុន្តែគាត់មានប្រកបអា previous infection ពីមុននោះចឹងហើយការព្យាបាលយើងហ្នឹងក៏ titer ហ្នឹងក៏វាអត់ធ្លាក់ដែរជួនកាលគាត់មាន neurosyphilis យើងដឹងហើយរូបមន្តព្យាបាល neurosyphilis ហ្នឹងត្រូវការចាក់ថ្នាំ penicillin មួយថ្ងៃ6ដងតាមសរសៃវ៉ែនអញ្ចឹងហើយត្រូវសម្រាប់ពេទ្យរយៈពេល2សប្តាហ៍ដើម្បីធ្វើការព្យាបាល neurosyphilis ហើយបើយើងព្យាបាលចាក់ថ្នាំឬក៏លេបថ្នាំទេសម្រាប់ neurosyphilis ចាក់មួយអាទិត្យម្ដងរយៈពេល3អាទិត្យអីទេគឺ neurosyphilis វាអត់ជាទេអញ្ចឹងវាអត់ជាអញ្ចឹង titer ក៏នៅខ្ពស់ដែរទី4នឹងតាក់ទងទៅនឹង factor serological និង testing តាក់ទងនឹងការធ្វើ test គឺការវានៅក្នុង serofast state គឺ titer គាត់ព្យាបាលហ្នឹងគឺវានៅទៀប titer ទៀប1លើ1ឬក៏1លើ2 1លើ4នេះហ្នឹងគឺវាធ្វើម៉េចឲ្យចុះ4ដងបើសិនជាគាត់កើតស្វាយដំណាក់កាលចុងក្រោយហើយមាន titer មុនជាបាលទៀបអញ្ចឹងវាចុះបាន2ដងអីហ្នឹងគ្រូពេទ្យត្រូវពិចារណាមែនទែនដើម្បីសម្រេចចិត្តឲ្យបានត្រឹមត្រូវទី2គឺ prozone phenomenon នេះទាក់ទងនឹងអង្គតិកនៅក្នុងសរោមឈាមអ្នកជំងឺហ្នឹងវាខ្ពស់វាខាប់សិតតែអង្គតិកហ្មងជាពិសេសគឺអ្នកជំងឺស្វាយនៅដំណាក់កាលទី2ហើយអាហ្នឹងគឺអាចធ្វើតេស្តទៅលទ្ធផលអវិជ្ជមានឬក៏វិជ្ជមានដែរប៉ុន្តែ titer វាទាបដោយសារអង្គតិកច្រើនពេកវាប៉ះពាល់ដល់ការធ្វើតេស្តប៉ះពាល់ដល់ការវាស់ titer ហើយអាហ្នឹងអ្នកបច្ចេកទេសមន្ទីរពិសោធន៍អាហ្នឹងត្រូវពង្រាវវាឲ្យបាន dilute នឹងច្រើនដងហើយធ្វើតេស្តសារជាថ្មីដើម្បីទាត់ចោល prozone effect ហ្នឹងដើម្បីឲ្យមាន titer ហ្នឹងត្រឹមត្រូវទៅតាមដំណាក់កាលនៃជំងឺស្វាយអាហ្នឹងគឺវាអាចប៉ះពាល់ដល់លទ្ធផលការព្យាបាលដែរមួយទៀតគឺ laboratory error យ៉ាងដែរហើយទីវិសោធន៍សិតតែមនុស្សជាអ្នកធ្វើការអញ្ចឹងហើយមានការerror ខ្លះហើយតកតងទៀតគឺជួនកាលយើងមុនព្យាបាលធ្វើនៅមន្ទីរពិសោធន៍កក្រោយព្យាបាលយើងទៅតាមដានមួយមន្ទីរពិសោធន៍ខដូច្នេះអាហ្នឹងវាពិបាកប្រៀបធៀបតម្លៃ RPR Thai term
មុនជាបាលក្រោយជាបាលនឹងមែនតើវាឡាបូខុសគ្នាអញ្ចឹងគឺលទ្ធផលថៃធើនឹងវាអាចខុសគ្នាដែរហើយចុងក្រោយទី5ហ្នឹងគឺតកតងនឹង other biological factor កត្តាជីវសាស្ត្រផ្សេងទៀតយើងដឹងហើយមេរោគស្វាយដែលយើងហៅថា Treponema pallidum ហ្នឹងគឺជាមេរោគមួយដែលវាលូតលាស់យឺតមែនទែន slow growing ហើយការសម្អាតមេរោគចេញពីខ្លួនយើងហ្នឹងក៏ត្រូវការពេលយូរដែរ take time ទោះបីជាអង់ទីយ៉ូទិកដែលយើងឲ្យនឹងមានប្រសិទ្ធភាពក៏ដោយក៏ត្រូវការពេលដែរហើយមួយទៀតគឺតកតងនឹង immune system ប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺត្រូវការពេលដើម្បីឆ្លើយតបដើម្បីសម្អាតមេរោគចេញពីរាងកាយរបស់អ្នកជំងឺខ្លួនគាត់ហ្នឹងហើយវាតកតងទៅនឹងការថយចុះថែធើហ្នឹងយឺតផងដែរជាងគ្រូពេទ្យត្រូវធ្វើម៉េចបើវាអត់ចុះដល់4ដងឬក៏វាឌឺវាឡើងលើសពី4ដងវិញតើត្រូវធ្វើដូចម្ដេចទី1ត្រូវ re-evaluate the patient វាតម្លៃប៉ាន់ប្រមាណអ្នកជំងឺយើងឡើងវិញតកតងទៅនឹងប្រវត្តិនៃរោគសញ្ញាប្រវត្តិនៃការបង្ករោគរកមើលតើគាត់មានការបង្ករោគឡើងវិញអត់សួរហើយសួរទៀតតកតងនឹងដៃគូគាត់នឹងព្យាបាលអស់អត់ជួនកាលគាត់មានដៃគូច្រើនហើយដៃគូរបស់គាត់ហ្នឹងក៏មានដៃគូតទៀតអញ្ចឹងហើយវាឆ្លងទៅវិញទៅមកទៅវិញទៅមកវល់ហ្មងស្វាយហ្នឹងហើយជួនកាលក៏អាចមានដៃគូថ្មីមកទៀត new partner ចឹងហើយការតាមរកដៃគូអ្នកជំងឺស្វាយមកព្យាបាលហ្នឹងជួនកាលយើងរកអត់អស់ទេដោយសារដៃគូខ្លះគេលាក់ទី2តកតងនឹងមើលគាត់មានផ្ទុកមេរោគអេដអត់ចឹងហើយតែរកមេរោគអេដផងបើសិនជាយើងអត់ដឹងថាស្ថានភាពមេរោគអេដគាត់វិជ្ជមានឬអវិជ្ជមានព្រោះមេរោគអេដហ្នឹងវាតកតងនឹងការថយចុះថយធើផងដែរទី3ត្រូវទាត់ចោលនរោស៊ីវិលីសឲ្យបានពីព្រោះនរោស៊ីវិលីសរូបមន្តព្យាបាលផ្សេងត្រូវការចាក់តាមសរសៃវ៉ែនមួយថ្ងៃ6ដងហើយទាត់ចោលតើយើងធ្វើបូមទឹកខួរឆ្អឹងខ្នងយកទៅពិនិត្យនៅមន្ទីរពិសោធន៍មើល VDRL មើលកោសិកាឈាមសមើលប្រូតេអ៊ីននៅក្នុងទឹកខួរហ្នឹងដើម្បីធ្វើរោគវិនិច្ឆ័យនៅរោស៊ីវិលីសហ្នឹងជាពិសេសអ្នកជំងឺដែលមានរោគសញ្ញាទាក់ទងនឹងប្រព័ន្ធប្រសាទហើយការព្យាបាលបរាជ័យឬក៏អ្នកជំងឺដែលមានការបង្ករោគស្វាយរួមគ្នាជាមួយនឹងមេរោគអេដទី4ត្រូវធ្វើការព្យាបាលឡើងវិញហើយនឹងជាញឹកញាប់ណាស់យើងព្យាបាលឡើងវិញសម្រាប់អ្នកជំងឺដែលបរាជ័យនៃការចុះ4ដងក្រោយពីវាយតម្លៃគ្រប់ជ្រុងជ្រោយហើយគឺព្យាបាលឡើងវិញយើងត្រូវប្រើ Benztine Penicillin ហ្នឹង 2.4 មីលានហ្នឹងចាក់មួយអាទិត្យមួយមជ្ឈុលរយៈពេល3អាទិត្យមួយអាទិត្យមួយមជ្ឈុលគឺ3អាទិត្យ3មជ្ឈុលប៉ុន្តែត្រូវច្បាស់ថាអ្នកជំងឺយើងអត់មានការបង្ករោគពាក់ព័ន្ធទៅនឹងសរសៃប្រសាទនោះទេបើសិនជាគាត់មានការបង្ករោគនៅប្រព័ន្ធប្រសាទកណ្ដាលការព្យាបាលរូបមន្ត Benztine Penicillin 2.4 លាន3មជ្ឈុលហ្នឹងគឺអត់ជាទេនៅរោស៊ីវិលីសព្រោះការព្យាបាលនៅរោស៊ីវិលីសគឺមានរូបមន្តព្យាបាលញឹកញាប់ជាងហើយរយៈពេលយូរជាងអញ្ចឹងយើងត្រូវ confirm នៅរោស៊ីវិលីសនេះបានទី5គឺឲ្យប្រកាសថាអ្នកជំងឺយើងហ្នឹងគឺគ្រប់ដៃគូគាត់ទាំងអស់បានព្យាបាលដើម្បីកុំឲ្យមានការបង្ករោគឡើងវិញអញ្ចឹងហើយទី5ហ្នឹងរៀងពិបាកដែរតាមរកដៃគូអ្នកជំងឺស្វាយយកមកព្យាបាលអស់ហ្នឹងពីព្រោះគេលាក់សម្រាប់អ្នកជំងឺដែលមានការបង្ករោគជាមួយមេរោគអេដស្វាយផងអេដផងអាហ្នឹងការតាមដានហ្នឹងគឺត្រូវតាមដានឲ្យបានញឹកញាប់ឲ្យបានដិតដល់មែនទែនព្រោះគាត់ក្រុមដែលមានការបង្ករោគរួមគ្នាជាមួយមេរោគអេដមេរោគស្វាយហ្នឹងគឺវិវត្តទៅនរោស៊ីវិលីសហើយធ្វើឲ្យការព្យាបាលរបស់យើងហ្នឹងគឺបរាជ័យហើយត្រូវតាមដាន RPR VDRL ហ្នឹងគឺត្រូវធ្វើសម្រាប់អ្នកទុកមេរោគអេដហ្នឹងធ្វើនៅខែទី3ក្រោយព្យាបាលខែទី6ខែទី9ខែទី
2 ខែទី 24 បន្ទាប់ការព្យាបាលនេះសម្រាប់អ្នកផ្ទុកមេរោគអេដស៍ហើយមានស្វ័យគឺការធ្វើតេស្តដើម្បីបញ្ជាក់ការឆ្លើយតបការព្យាបាលហ្នឹងគឺមានភាពញឹកញាប់ជាងអ្នកអត់មានផ្ទុកមេរោគអេដស៍អ្នកជំនាញជាច្រើនបានផ្ដល់អនុសាសន៍ថាការធ្វើ LP lumbar puncture បូមទឹកខួរឆ្អឹងខ្នងយកទៅពិនិត្យមុននឹងការព្យាបាលជំងឺស្វាយសម្រាប់អ្នកផ្ទុកមេរោគអេដស៍ជាមួយនឹង latent syphilis ឬក៏ syphilis unknown duration asymptomatic neurosyphilis នេះសម្រាប់អ្នកផ្ទុកមេរោគអេដស៍ expert ជាច្រើនបានផ្ដល់អនុសាសន៍ថាត្រូវធ្វើ LP Cherry-Herheimer reaction ហ្នឹងត្រូវបានគេដឹងថាវាជាការប្រតិកម្មមួយដែលស្រួចស្រាវដែលធ្វើឲ្យអ្នកជំងឺយើងឈឺក្បាលឈឺសាច់ដុំគ្រុនក្តៅហើយអាចកើតឡើងក្នុងកំឡុង24ម៉ោងក្រោយការព្យាបាលជាពិសេសអ្នកជំងឺនៅស្វ័យដំណាក់កាលដំបូង early syphilis ហើយរោគសញ្ញាទាំងអស់ហ្នឹងគឺវាបាត់ទៅវិញដែរឯងហើយឬក៏យើងអាចព្យាបាលដោយ antipyretic ibuprofen ហើយអ្នកជំងឺឬក៏គ្រូពេទ្យគួរតែដឹង Cherry reaction ហ្នឹងដែរកុំឲ្យច្រឡំថាតិចអាចប្រតិកម្មជាមួយការចាក់ថ្នាំរបស់យើងអាហ្នឹងក៏ធ្វើឲ្យការបញ្ឈប់ការព្យាបាលយើងហ្នឹងអត់បានត្រឹមត្រូវដូររូបមន្តព្យាបាលអីធ្វើឲ្យការព្យាបាលនឹងបរាជ័យស្ត្រីមានផ្ទៃពោះគួរតែពិនិត្យមើល RPR ឬក៏ VDRL titer ហ្នឹងជារៀងរាល់ខែពេញនៃការមានផ្ទៃពោះរបស់គាត់ใน9 ខែហ្នឹងគឺមើល9 ដង monthly ដើម្បីឲ្យប្រកាសថាការឆ្លើយតបនៃការព្យាបាលយើងហ្នឹងគឺវាពិតជាបានជោគជ័យមែននិងទាត់ចោលនៃការបង្ករោគសារជាតិថ្មី reinfection ហើយត្រូវស្ត្រីមានផ្ទៃពោះត្រូវតាមដានក្រោយសម្រាលហ្នឹងគឺដូចនឹងអ្នកដែលអត់មានផ្ទៃពោះដែរដូច្នេះហើយការតាមដាន titer សម្រាប់ស្ត្រីមានផ្ទៃពោះហ្នឹងគឺមានភាពញឹកញាប់ជាងដោយសារយើងដឹងហើយអត្រាចម្លងមេរោគស្វាយពីម្ដាយទៅកូនហ្នឹងខ្ពស់រហូតដល់ 80% ហើយមាននឹងផលវិបាកធ្ងន់ធ្ងរទាំងម្ដាយទាំងទារកចំពោះស្ត្រីមានផ្ទៃពោះដែលមានមេរោគស្វាយ